សួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងយករឿងដែលខ្ញុំធ្លាប់សម្រាយពីមុននឹងយកមកផុសឡើងវិញចឹងដែររឿងមួយនេះគឺខ្ញុំសម្រាយបាន 3PA ហើយមុននឹងចូលទៅដល់វីដេអូសូមអ្នកគ្នាគឺជួយ join ទៅកាន់ក្រុម Telegram មួយផងដើម្បីទុកជាការ support មកកាន់ខ្ញុំអញ្ចឹងដោយសារតែខ្ញុំចង់បើកអាជីវកម្មលក់ accessory ក៏ដូចជាតុក្កតាឬក៏អ្វីៗផ្សេងៗចឹងណាចឹងខ្ញុំនឹងផុសលក់នៅក្នុងក្រុម Telegram ក៏ដូចជា Facebook page ផងដែរចឹងនៅពេលដែលអ្នកគ្នាចូលទៅកាន់ក្រុម Telegram សូមចូល link Facebook page ក៏ដូចជា follow ម្នាក់មួយទៅបើសិនអ្នកគ្នាចូល support មកកាន់ខ្ញុំក៏ដូចជាមានចំណាប់អារម្មណ៍ចង់ទិញអ្វីផ្សេងៗផងដែរហើយសម្រាប់ link វិញខ្ញុំនឹងដាក់នៅខាងក្រោម description ក៏ដូចជា comment ផងដែរចឹងកុំឲ្យខាតពេលវេលាយូរចូលទៅកាន់វីដេអូតែម្ដងទៅតាមនៅក្នុងអេពីសូតមួយនេះគឺបានឃើញជាមួយនឹងក្រុមគ្រួសារមួយផងដែរដែលបងប្រុសគេហ្នឹងគឺមានឈ្មោះថា Halfway ដោយនៅចិត្ត Halfway ហ្នឹងគឺជាម៉ាក់របស់គាត់ហ្នឹងឯងដែលម៉ាក់របស់គាត់ហ្នឹងគឺឲ្យ Halfway ហ្នឹងគឺមើលទៅកាន់ប្អូនស្រីរបស់គេទៅដោយសារតែប្អូនស្រីរបស់គេហ្នឹងគឺថាក្លាហានជាងគេក៏តែគ្មានទេដែលប្រុស Halfway ហ្នឹងគឺបាននិយាយទៅកាន់ម៉ាក់របស់គេថាមកអីនោះទេទោះជានាងគឺក្លាហានក៏ដោយក៏តែនៅពេលដែលធំឡើងគាត់គឺជាអ្នកការពារទៅកាន់នាងដែរហ្នឹងនៅពេលនោះក៏មានជាមួយនឹង system window មួយនេះគឺបានលេចឡើងទៅលើមនុស្សគ្រប់គ្នាតែម្ដងដែលបញ្ជាក់អំពី level ពួកគេក៏ដូចជាឈ្មោះក៏ដូចជា information របស់ពួកគេហ្នឹងឯងដល់ពេលទៅ Halfway គឺឆ្ងល់តែម្ដងតែវាគឺជា system game មិនត្រឹមតែប៉ុណ្ណោះទេក៏មានជាមួយនឹងលំហមួយនេះគឺបានបែកប្រេះតែម្ដងហើយអ្វីដែលពិសេសជាងនឹងទៀតសត្វបិសាចមួយគឺបានលេចចេញអំពីលំហនឹងផងដែរដោយ system window នេះគឺបានបង្ហាញផងដែរដែលបិសាចមួយនេះគឺមាន level ចំនួន55មិនបានទេគ្រាន់តែបិសាចមួយនេះគឺថាចេញមកភ្លាមមកវាក៏បានកំទេចទៅកាន់ទីក្រុងក៏ដូចជាសម្លាប់ទៅកាន់មនុស្សផ្សេងផងដែរដោយកន្លែងទៅមើលកន្លែងរបស់ Halfway វិញណាដែលគាត់នេះគឺបានសួរទៅកាន់ម៉ាក់គាត់ថាតើបិសាចមួយនេះនឹងសម្លាប់គ្រប់គ្នាមែនដោយម៉ាក់របស់ Halfway នេះគឺអត់ចេះអីច្រើនទេដែលគាត់នេះគឺឲ្យ Halfway នេះគឺសន្យាមួយគាត់ថានឹងជួយមើលទៅកាន់ប្អូនស្រីរបស់គាត់ទៅដែល Halfway នេះក៏បានយល់ព្រមដូចគ្នាបើកន្លែងមើលទៅកាន់ម៉ាក់របស់ Halfway ដែលនាងគឺមិនមែនជាមនុស្សធម្មតានោះទេនាងដូចជា super hero មួយអញ្ចឹងដែលនាងគឺបានចេញទៅតតាំងជាមួយនឹងអាសត្វបិសាចមួយនឹងផងដែរមុននឹងនាងចេញនាងគឺបានប្រែកាឡាដូចគ្នានៅពេលដែលនាងគឺបានវាយត្រូវទៅកាន់អាបិសាចមួយនឹងអាបិសាចមួយនឹងគឺបាននិយាយថាគាត់នឹងគឺគិតមិនខុសនោះទេច្បាស់ណាស់របស់មួយនឹងគឺពិតជានៅក្នុងភពផែនដីពិតមែននៅពេលនោះដែលអាបិសាចមួយនឹងគឺបានបាញ់ជាមួយនឹងថាមពលរបស់វានឹងគឺទៅកាន់ម៉ាក់របស់ Halfway ដូចគ្នាអញ្ចឹងទៅនាងក៏មិនអន់ដូចគ្នានាងក៏បានប្រាជាមួយនឹងសៀលថាមពលរបស់នាងនឹងគឺរងជាប់នឹងឯងក៏ប៉ុន្តែដែលការរងមួយនឹងគឺបានយូរម៉ាននោះទេដោយសារតែនាងនេះគឺថាខ្សោយជាងអាបិសាចមួយនឹងអញ្ចឹងទៅក៏តែទោះជាយ៉ាងណាក៏ដោយម៉ាក់របស់ Halfway ក៏នៅតែរៀងមានព្រៀបជាងអាបិសាចមួយនឹងក៏តែអ្វីដែលសំខាន់គឺជាកូនរបស់គាត់ច្បាស់ណាស់បើសិនជាគាត់គឺនៅតែបន្តប្រយុទ្ធបែបនេះទៀតកូនរបស់គាត់គឺពួកគេអាចនឹងមានគ្រោះថ្នាក់អ្វីដែលគាត់គឺអាចធ្វើបាននៅពេលនេះគឺមានតែវិធីមួយតែប៉ុណ្ណោះគាត់គឺបានសួរទៅកាន់អាបិសាចមួយនៅថាតើឯងនេះគឺចង់បានជាមួយនឹងរបស់មួយនឹងមែនច្បាស់ណាស់មិនខុសនោះទេអាបិសាចមួយនឹងគឺកំពុងតែត្រូវការរបស់មួយនឹងឯងអញ្ចឹងទៅម៉ាក់របស់ Halfway នេះគឺបានបញ្ឆោតអាបិសាចមួយនឹងគឺតាមទៅកាន់គាត់នឹងឯងនៅពេលដែលគាត់គឺបានកិច្ចអំពីបិសាចមួយនឹងគាត់នឹងគឺបានប្រើជាមួយនឹងថាមពលរបស់គាត់ដើម្បីបំផ្ទុះខ្លួនឯងក៏ដូចជាបំផ្ទុះទាំងបិសាចមួយនឹងឯងបើសិនជាកលេចមើលទៅកាន់ Halfway វិញដែលគាត់ក៏ដឹងថាវាគឺជាអីគេនោះទេពេលនោះក៏មានបំផ្ទុះមួយនឹងគឺថាផ្ទុះពេញនឹងតែម្ដងដែលការបំផ្ទុះមួយនឹងគឺមិនមែនធម្មតានោះទេវាក៏បានធ្វើឲ្យបិសាចមួយនឹងគឺស្លាប់ផងដែរក៏ប៉ុន្តែបើមើលទៅកាន់ Halfway វិញដែលគាត់នឹងក៏បានកើតអីនោះទេដោយសារតែមានសៀលការពារនឹងឯងដោយរឿងរ៉ាវទាំងអស់នឹងវាគ្រាន់តែជាអតីតកាលនៅក្នុងឆ្នាំ2023តែប៉ុណ្ណោះក៏ប៉ុន្តែបើសិនជាកលេចមកមើលបច្ចុប្បន្នវិញដែលនារីម្នាក់គឺបាននិយាយថាច្បាស់ណាស់តាំងពីពេលនោះមកច្រកលំហយ៉ាងច្រើនគឺបានបែកប្រេះនិងធ្វើឲ្យសត្វចម្លែកជាច្រើនគឺបានចុះមកលើភពផែនដីក៏ប៉ុន្តែអ្វីដែលពិសេសក៏ដូចជាអាចការពារទៅកាន់ផែនដីរបស់យើងបានមនុស្សគឺបានអ្វីខិនខ្លាចទៅជាមនុស្សដែលមានធម៌ពលពិសេសអីចឹងទៅដែលពួកគេនេះឯងក៏ជាសង្ឃឹមរបស់ពិភពលោកដែលបានជួយការពារទៅកាន់មនុស្សជាតិក៏ដូចជាសង្គមជាតិដូចគ្នានៅក្នុងយុគសម័យកាលមួយនេះសត្វចម្លែកគឺពិតជាគ្រោះថ្នាក់ទៅដល់មនុស្សលោកខ្លាំងមែនទែនអ្វីដែលមនុស្សគឺអាចធ្វើបានគឺត្រូវតែ level up ឲ្យខ្លាំងដើម្បីប្រយុទ្ធតតាំងជាមួយនឹងសត្វបិសាចក៏ប៉ុន្តែបើសិនជាកលេចមើលទៅកាន់ម្ចាស់ហៀងទៀតគឺបានឃើញជាមួយនឹង Halfway ដែលគាត់នេះគឺបានធំធាត់ឡើងផងដែរហើយអ្វីដែលនិយាយអំបញ្ញមិញគឺជាគ្រូរបស់គាត់ដែលបានបញ្យល់ទៅកាន់សិស្សគ្រប់គ្នានឹងឯងអ្វីដែលពិសេសនៅពេលនោះប្រូម្នាក់ហ្នឹងគឺបានមើលទៅកាន់ Halfway បើមើលទៅកាន់ប្រូមួយហ្នឹងក៏ដូចជាគុំជាមួយនឹង Halfway នឹងឯងនៅពេលដែលមកចេញទៅផ្ទះហ្នឹងគឺបានមកដល់គឺបានឃើញជាមួយនឹងប្រូ2 3នាក់ហ្នឹងគឺបានត្រួតធ្វើបាបទៅកាន់ Halfway ដូចគ្នាបើមើលទៅកាន់ប្រូទាំងអស់ហ្នឹងម្នាក់គឺថា level 4ម្នាក់គឺថា level 5អីចឹងទៅក៏ប៉ុន្តែសម្រាប់ Halfway គាត់គឺមានត្រឹមតែ level 3តែប៉ុណ្ណោះនៅពេលនោះដែល Halfway ក៏ដូចជាអត់ចង់ឆ្លុះជាមួយនឹងប្រូម៉ានអ្នកហ្នឹងនោះទេក៏ប៉ុន្តែប្រូម្នាក់ហ្នឹងគឺបានវាយទៅកាន់ Halfway តែម្ដងនឹងមើលងាយទៅកាន់ Halfway ថាគេគឺពិតជាសម្រាមខ្លាំងមែនទែនសូម្បីតែការ level របស់គេហ្នឹងគឺពិតជាអន់ខ្លាំងមែនទែនតែម្ដងក៏ប៉ុន្តែគ្មានទេដោយសារប្រូនឹងនិយាយច្រើនពេកគឺបានស៊ីមួយជើងកដាស់មុខរបស់នារីម្នាក់តែម្ដងដែលនារីម្នាក់ហ្នឹងគឺមានឈ្មោះថាយុនហ្វៃបើសិនជាកលេចមើលទៅកាន់ Windows System របស់យុនហ្វៃដែលនេះគឺមានកម្រិត7ឯណោះយុនហ្វៃគឺបានសួរទៅកាន់ប្រូ2នាក់ដែលនៅសល់ផកដែរថាគេនឹងហ៊ានប៉ះមកកាន់បងប្រុសរបស់នាងទៀតអត់ដោយប្រូ2នាក់ហ្នឹងគឺថាភ័យសនស្លោក៏ដូចជារត់ចោលទៅកាន់ប្រូមួយនឹងបាត់ទៅតាមពិតពួកគេប្រេងហ្នឹងដោយសារតែ
គេផ្លេចអញ្ចឹងទៅគេគឺបានបត់មកយកប្រូមួយហ្នឹងទៅវិញតែម្ដងបន្ទាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងចប់ដែល Halfway គឺបានបបួលបងស្រីរបស់គាត់ហ្នឹងគឺទៅកន្លែងមួយផងដែរដោយសារតែប៉ារបស់គេហ្នឹងគឺរងចាំមកដែលមិនចាំយូរយន្តហ្វៃហ្នឹងគឺបានអូសដៃបងប្រុសរបស់នាងគឺទៅតែម្ដងនឹងនាងគឺបាននិយាយថាបាច់ខ្វល់អំពីពួកទាំងអស់ហ្នឹងនោះទេពួកគេនឹងស្ដាយក្រោយនៅថ្ងៃណាមួយនៅពេលដែលពួកគេហ្នឹងគឺទៅដល់កន្លែងមួយដែលប៉ារបស់គេហ្នឹងគឺបានធ្វើខួបកំណើតចាំទៅកាន់ Halfway ហ្នឹងឯងដែលមិនចាំយូរទៀតហ្នឹង Halfway គឺបំរុងតែផ្លុំទៅកាន់នំខេកមួយហ្នឹងទៅហើយក៏ប៉ុន្តែប្អូនស្រីរបស់គេហ្នឹងគឺបាននិយាយថាគាត់ហ្នឹងគឺគួរតែបួងសួងសិនទៅមុននឹងផ្លុំទៅកាន់វាដោយសារតែរឿងរ៉ាវទាំងអស់ហ្នឹងហើយ Halfway គឺបានគិតក្នុងចិត្តក៏ដូចជាបួងសួងថាច្បាស់ណាស់តាំងពីគាត់ហ្នឹងគឺបានឡើងទៅកាន់កម្រិតទី3គាត់គឺមិនដែលឡើងកម្រិតទៀតនោះទេអញ្ចឹងបើសិនជាអាចគាត់គឺចង់បួងសួងឲ្យសមត្ថភាពរបស់គាត់គឺខ្លាំងជាងមុនក៏ដូចជា level របស់គាត់ហ្នឹងគឺឡើងកម្រិតផងដែរដែល Halfway គាត់គឺបានសុំឲ្យគ្រួសាររបស់គាត់ហ្នឹងគឺមានសុខសុវត្ថិភាពផងដែរបន្ទាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងសាច់រឿងគឺបានកាត់ទៅយប់ច្រើនបន្តិចដែលបានឃើញជាមួយនឹង3សាច់យ៉ាងធំមួយវាគឺបានអុកឡុកទៅកាន់ទីក្រុងផងដែរដោយវាគឺមានកម្រិត12ឯណោះដោយក្រុមទាហានក៏ដូចជាអីផ្សេងៗនេះគឺបានមកបាញ់ពីប្រហែលទៅកាន់3សាច់មួយហ្នឹងផងដែរក៏ប៉ុន្តែដូចជាគ្មានប្រយោជន៍ទៅកាន់3សាច់មួយហ្នឹងនោះទេមានតែ3សាច់មួយហ្នឹងគឺបានឆក់ទៅកាន់ពួកគេស្លាប់វិញទៀតផងដោយគ្រួសាររបស់ Halfway ហ្នឹងក៏នៅជាហៀងនឹងផងដែរដោយប៉ា Halfway ហ្នឹងក៏ត្រង់អត់បានទេគាត់ហ្នឹងគឺបានចេញទៅតតាំងជាមួយនឹង3សាច់មួយហ្នឹងតែម្ដងដោយគាត់ក៏មិនអន់ផងដែរគាត់ហ្នឹងគឺមាន level ទៅ10 level 9ឯណោះដោយការវាប្រហារមួយហ្នឹងគឺគ្មានប្រយោជន៍ទៅកាន់3សាច់មួយហ្នឹងនោះឡើយថែមទាំង3សាច់មួយហ្នឹងគឺបានវាប្រហារទៅកាន់គាត់ឲ្យប៉ាងទៅចង្អាយណាចង្អាយណីទៀតផងដោយឃើញជាមួយនឹងរឿងបែបហ្នឹងដែលពួកគេគឺបានរត់ទៅមើលលោកប៉ារបស់គេផងដែរនៅពេលដែលដឹងថាប៉ារបស់គេហ្នឹងគឺត្រូវលបួសខ្លាំងបែបហ្នឹងដោយយន្តហ្វៃគឺពិតជាខឹងទៅកាន់3សាច់មួយហ្នឹងខ្លាំងមែនតើដោយយន្តហ្វៃគឺបានដកជាមួយនឹងធ្នូថាមពលរបស់នេះគឺបានបាញ់ទៅកាន់3សាច់មួយហ្នឹងក៏ប៉ុន្តែវាគ្មានប្រយោជន៍នោះទេដែល3សាច់មួយហ្នឹងគឺបានប្រើថាមពលរបស់វាគឺវាប្រហារទៅកាន់នាងវិញទៀតផងមិនត្រឹមតែរឿងរ៉ាវទាំងអស់ហ្នឹងនោះទេដែល3សាច់មួយហ្នឹងគឺបានរត់មកតែម្ដងដែលបំរុងតែវាប្រហារទៅកាន់នាងក៏ប៉ុន្តែដែល Halfway ហ្នឹងគឺបានមករងជាមួយនឹងការវាប្រហារមួយហ្នឹងជាប់ដែលឃើញបែបហ្នឹងយន្តហ្វៃគឺពិតជាស្លុតចិត្តខ្លាំងមែនតើណាដែលនាងគឺបានប្រាប់ទៅកាន់បងប្រុសរបស់នាងឲ្យរត់ទៅក៏ប៉ុន្តែដែលបងប្រុសរបស់នាងក៏បានតទៅវិញថាវាគឺគ្មានផ្លូវនោះទេឲ្យយកប៉ាហ្នឹងគឺឆាប់រត់ឲ្យលឿនឡើងដែល3សាច់មួយហ្នឹងវាក៏ពិតជាមើងងាយទៅកាន់ Halfway ខ្លាំងមែនតើអីគេតាមតែកម្រិតទី3សោះមកធ្វើខ្លាហានអីណាដែលមកចាំយូរទៀតអា3សាច់មួយហ្នឹងគឺបានចាក់ទម្លុះទៅកាន់ខ្លួនប្រាណរបស់ Halfway ដែលធ្វើឲ្យ Halfway ហ្នឹងគឺបានដួលកន្លែងហ្នឹងតែម្ដងមិនត្រឹមតែប៉ុណ្ណឹងទេដល់3សាច់មួយហ្នឹងគឺបានដើរទៅរយន្តហ្វៃក៏ដូចជាប៉ារបស់ Halfway ផងដែរដែលឃើញបែបហ្នឹង Halfway គឺមិនអាចធ្វើអញ្ចឹងបាននោះទេដែលគាត់ហ្នឹងគឺបានទៅទុំជើងទៅកាន់អាសត្វមួយហ្នឹងតែម្ដង Halfway គាត់គឺបាននិយាយផងដែរថាកុំធ្វើបែបហ្នឹងអីក៏ប៉ុន្តែមើលទៅកាន់អា3សាច់មួយហ្នឹងក៏ដូចជាមិនខ្វល់នោះទេដែលវាហ្នឹងគឺបានចាប់កវី Halfway ហ្នឹងគឺទៅមកខាងបាត់ទៅបើមើលទៅកាន់ Halfway វិញដែលគាត់ក៏ពិតជាសុំទោសទៅកាន់ម៉ាក់របស់គាត់ខ្លាំងមែនទែនដោយសារតែគាត់គឺមិនអាចធ្វើតាមសន្យាដែលការពារទៅកាន់ប្អូនស្រីបាននោះទេគាត់គឺពិតជាសុំទោសខ្លាំងមែនទែនម៉ាក់គាត់ក៏មិនចង់ធ្វើបែបហ្នឹងនោះដែរក៏ប៉ុន្តែនៅក្នុងគណៈពេលនោះផងដែរដល់ភូតហេតុមួយគឺបានកើតឡើងតែម្ដងក៏មានធម្មពលអ្វីម្យ៉ាងគឺបានចូលទៅកាន់ក្នុងខ្លួនរបស់ Halfway ទៅធ្វើឲ្យ Halfway គឺទទួលបានជាមួយនឹងកាតមួយសន្លឹកផងដែរដែលវាគឺជាប្រភេទកាតស្ដាច់អីអញ្ចឹងទៅដែលធ្វើឲ្យ Halfway នឹងក៏ទទួលបានសមត្ថភាពពិសេសក៏ដូចជាបានបាញ់ជាមួយនឹងភ្លើងមួយទៅកាន់អា3សាច់មួយនឹងដូចគ្នាបើសិនជាកលេចមើលទៅកាន់យន្តហ្វៃវិញដែលនេះគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននាងក៏មិននឹកស្មានថាបងប្រុសរបស់នាងគឺមានជាមួយនឹងធម្មពលភ្លើងដ៏សាហាវបែបនេះតទៅសោះបើសិនជាកលេចមើលទៅកាន់ Windows System របស់ Halfway ទោះជា level របស់គាត់គឺនៅថេក៏ប៉ុន្តែសម្រាប់ stack របស់គាត់វិញវាគឺបានបូកយ៉ាងខ្លាំងតែម្ដងនៅពេលនេះដែល Halfway គឺបានប្រើជាមួយនឹងសមត្ថភាពថ្មីរបស់គាត់គឺបានវាយប្រហារទៅកាន់3សាច់មួយនឹងយ៉ាងសាហាវខូខើតែម្ដងដោយការកាប់នីមួយៗរបស់ដាវរបស់ Halfway វាគឺសុទ្ធតែជាការបំផ្ទុះនៃភ្លើងតែម្ដងពេលនោះដែល Halfway គឺបានគប់ជាមួយនឹងដាវរបស់គាត់គឺជាប់ជាមួយនឹងក្បាល3សាច់មួយនឹងតែម្ដងហើយគាត់គឺបានប្រើជាមួយនឹងថាមពលភ្លើងមួយទៀតដូចគ្នាដែលវាគឺមានឈ្មោះថាគឺជាការបំផ្ទុះនៃភ្លើងដែល Halfway គាត់គឺបានរួមបញ្ចូលជាមួយនឹងភ្លើងរបស់គាត់នឹងគឺផ្ដុំគ្នាបន្តមកទៀតគាត់គឺបានបំផ្ទុះជាមួយនឹងថាមពលមួយនឹងគឺទៅកាន់3សាច់មួយនឹងតែម្ដងពេលនោះដែល Halfway គឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែ3សាច់មួយនឹងគឺមិនធម្មតានោះទេវាក៏បានស្រូបជាមួយនឹងថាមពលជីវិតរបស់មនុស្សដទៃគឺចូលទៅក្នុងខ្លួនរបស់វាដែលធ្វើឲ្យវាគឺមានកម្លាំងឡើងវិញតែម្ដងមិនត្រឹមតែកម្លាំងក៏ដូចជា stack របស់វាគឺកើនឡើងនោះទេសូម្បីតែ level របស់វាក៏បានកើនឡើងយ៉ាងខ្លាំងផងដែរនៅពេលដែលទទួលបានជាមួយនឹងកម្លាំងថ្មីបែបនេះហើយវាក៏បានជាមួយនឹងថាមពលឡាសេរបស់វានឹងគឺទៅកាន់ Halfway ដែលធ្វើឲ្យ Halfway នឹងគឺដួលស្លាប់បាត់ទៅនៅពេលដែលឃើញបែបហ្នឹងដែលអា3សាច់មួយនឹងគឺគិតថា Halfway ស្លាប់របស់វាគឺបានដើរទៅចិត្ត Halfway ក៏ដូចជាស្រូបយកជាមួយនឹងថាមពលរបស់ Halfway ដូចគ្នានៅពេលនោះដែល system របស់ Halfway គឺបានសួរទៅកាន់ Halfway ថាចង់ប្រើជាមួយនឹងថាមពលអ្វីម្យ៉ាងអត់ដែល Halfway នឹងក៏អត់គិតច្រើនទេដែលគាត់នឹងគឺប្រើវាតែម្ដងដោយសារតែ Halfway គឺបានប្រើជាមួយនឹងថាមពលមួយនេះចឹងហើយគាត់គឺមិនអាចទប់វាជាប់យូរបានទេដល់អញ្ចឹងទៅគាត់គឺបានប្រើជាមួយនឹង ultimate របស់គាត់គឺបានបញ្ចប់ទៅកាន់3សាច់មួយនឹងតែម្ដងនៅពេលដែលបានចាប់ការជាមួយនឹង3សាច់មួយនឹងហើយដែល Halfway ក៏ដូចជាមិនអាចទប់ជាប់ជាមួយនឹងថាមពលរបស់គាត់នោះទេដោយគាត់នេះគឺបានដួលស្លាប់បាត់ទៅទោះជា Halfway នឹងគឺស្លាប់យ៉ាងណាក៏ដោយក៏ប៉ុន្តែ system របស់គាត់គឺបានស្លាប់ជាមួយនោះទេដោយ system គឺបានបញ្ជាក់ផងដែរដោយសារតែ Halfway នេះគឺបានចាប់ការទៅកាន់3សាច់ពីងពីងមួយនឹងចឹងទៅ
ចឹងគាត់ទទួលបានជាមួយនឹង 20,000 បន្ទុកដោយ system គឺបានបញ្ជាក់ផងដែរចំណែកបន្ទុកដែលគាត់នឹងគឺទទួលបាន system នឹងយកវាទៅ upgrade ទៅកាន់ stack របស់គាត់នៅពេលនោះផងដែរដែល Halfway នឹងគឺបានបើកភ្នែកមកវិញដូចគ្នាដែលគាត់នឹងគឺបានឃើញជាមួយនឹងកាតដែលជាប់សោយ៉ាងច្រើនតែម្ដងជឿទៅគាត់គឺបានសួរទៅកាន់ខ្លួនឯងថាតើនឹងគឺជាអីគេទៅទោះជាគាត់នឹងគឺគិតក្នុងចិត្តក៏ដោយក៏ប៉ុន្តែ system នេះក៏អាចស្ដាប់ជាមួយនឹងសំឡេងក្នុងចិត្តរបស់គាត់បានជឿទៅ system គឺបានប្រាប់ទៅកាន់គាត់ថាវាគឺជាប្រព័ន្ធរបស់ Halfway នឹងឯងនៅពេលនោះដែលប្រព័ន្ធគឺបានប្រាប់ទៅកាន់ Halfway ថានៅពេលនេះ Halfway ក៏ទទួលបានជាមួយនឹងធម៌ពលរបស់អន្តរាយឈីយ៉ានហើយអ្វីដែលពិសេសជាងនេះទៀតធម៌ពលមួយនឹងវាគឺបានឡើងទៅដល់កម្រិត10ក៏ប៉ុន្តែ Halfway នេះក៏បានសម្លាប់ទៅកាន់អបិយសាច់មួយនឹងអញ្ចឹងទៅ Halfway ក៏បានគិតក្នុងចិត្តម្ដងថាអ្វីដែលគាត់គឺខំហាត់រយៈពេល3ឆ្នាំនេះតាមពិតទៅវាមិនមែនអត់ប្រយោជន៍នោះទេវាក៏បានបង្កើតជាមួយនឹងលំហរបស់គាត់នឹងឯងពេលនោះដែល system ក៏បានសួរទៅកាន់ Halfway ថាតើ Halfway នេះគឺចង់កែលម្អកម្រិតរបស់គាត់ឲ្យឡើងទៅជាកម្រិត10អត់ក៏ប៉ុន្តែបន្ទុករបស់គាត់គឺនៅសល់ 1000 បន្ទុកទៀតឯណោះដែល Halfway គាត់នឹងគឺអត់ចង់គិតយូរនោះទេដែលគាត់នឹងគឺបានយកប្រូជាមួយនឹងប្រព័ន្ធតែម្ដងមិនចាញ់យកប្រព័ន្ធគឺបានបញ្ចេញជាមួយនឹងធម៌ពលភ្លើងដើម្បីអភិវឌ្ឍទៅកាន់កម្រិតរបស់ Halfway អញ្ចឹងទៅក៏ប៉ុន្តែគ្មានទេនៅពេលដែលគាត់នឹងគឺបានអភិវឌ្ឍជាមួយនឹង level របស់គាត់ហើយពេលដែលគាត់មើលគឺវានៅតែ level 3ដែរអញ្ចឹងគាត់គឺបានសួរទៅកាន់ system ដែល system គឺបាននិយាយថាមិនមែននោះទេអ្វីដែលគាត់ឃើញដែលជា level 3នឹងវាគ្រាន់តែជា level fake តែប៉ុណ្ណោះដែល level ពិតប្រាកដរបស់គាត់ system គឺបិទមិនអាចបង្ហាញឲ្យទៅកាន់បិសាចក៏ដូចជាមនុស្សដទៃបានឃើញនោះឡើយដោយសារតែបែបហ្នឹង Halfway គឺពិតជាសប្បាយចិត្តខ្លាំងមែនតើដែលគាត់គឺបាននិយាយថាល្អណាស់តែប៉ុណ្ណេះក៏គឺមានសមត្ថភាពដើម្បីដើរទៅមុខទៀតបានហើយ